ស្ដីប្រិមិត្ត CTN ជាទីរាប់អានស្វាគមន៍មកកាន់កម្មវិធីលបែងជ្រែកជញ្ជាំងពិធីកក្នុងសប្តាហ៍នេះពេលដែលមានរឿងរត់ជោគតែរួចខ្លួនបានកំដាប់ដៃយងវិវត្តនឹង NB សង្ខាតំងកដាប់ដៃវាមិនដែលកដាប់ដៃណាទៅសង្ហាទេអត់ទេមើលយុសង្ហាជាងមកវត្តមែនតើមែនអត់បាទបើមែនតែដៃមួយមកបាទអរគុណបាទអរគុណប៉ុន្តែបងវិវត្តលុយជាងហេតុអីព្រោះយើងឈ្នះកលិបាយជាយើងជាបងប្រុសតែរស្ដាប់បងយ៉ាងហើយអ្នកណាសង្ហាក៏សង្ហាទៅមិនសំខាន់ទេបាទសំខាន់ឲ្យតែបងប្អូនទាំងអស់គ្នានៅតែគាំទ្រកម្មវិធីលបែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហេមីគាត់គឺសូមស្វាគមន៍មកកាន់សៃវៀនលបែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហេមីពេលវេលាដែលត្រូវយើងអ្នកគ្នារំសាយទុកកង្វល់គឺបានដល់ទៀតហើយតាមពេលវេលាដែលបានកំណត់នៅក្នុងកម្មវិធីលបែងជ្រែកជញ្ជាំងកណ្ដាប់ដៃមហេមីមក8ដល់ម៉ោង9យប់បាទដូច DJ អញ្ចឹងលើបងយើងអាចនិយាយថាវគ្គនេះគឺជាវគ្គដែលម្ចាស់បំណុលនិងកូនបំណុលផ្លិចនៅបំណុលទាំងឡាយហើយចាំ1ម៉ោងក្រោយចាំយើងទូទាត់បំណុលឡើងវិញនងហើយបាទអញ្ចឹងចង់នឹងថាតើនៅក្នុងសប្តាហ៍នេះគូប្រកួតទាំងពីរបង្គោលដែលឡើងមកប្រកួតនៅលើសៃវៀនលបែងជើងចាំងយើងមានជនណាខ្លះដែលខ្លាំងមកពីបកណាហើយមានទេពកោសល្យអីខ្លះមកអង្រួនសៃវៀនយើងឲ្យសោកសប្បាយរីករាយខាក់ខាយសម្រាប់រាត្រីចុងសប្តាហ៍នេះសូមផ្ទះដៃស្វាគមន៍បង្គោលក្រហមគុំនួនវាយោបងហាត់ដួងใจបងឲ្យចិត្តខ្ញុំប្រែក្លាយទោះជាមិនដេញក្តីក៏សូមស្មាំងលាបងស្មាំងងាយងាយរវើរវាយមិនទៀងប៉ាអូនលងចិនលើបងឡាយតែមួមកដូចជាមិនសមអូយកុំតារៅគ្នាមិនដែរមកពាក្យដែលស្មាក់បងប្រាប់អូនមកដេញក្តីពាក្យពិតក្នុងដួងហារទេយោពិសេសស្នេហ៍តែមានមកពីងប្របងឲ្យខ្ញុំសង្ការគូចាំងរបស់បងនោះណារវើស្នេហាសោះខ្ញុំក្រំចិត្តសុំលេងព្រោះណៃអូនអាបងសូមសន្យាចំពោះពីស្រីសូមគុំធ្វើឲ្យរូបស្រីបងគេអត់ប្រៃណាប្រវមិត្តពាក្យបងតែមួយពីស្រីជឿចោះពាក្យពិតមានន័យអ្វីសបន្តិចបើស្រីបងចិនមិនដឹងយ៉ាងណាមិនអីទេសូមចាស់ដៃស្វាគមន៍បាទជើងបាទលោក Solido ក៏ទៅលោកកំរកយើងនិយាយទៅដូចអត់តែមានវត្តមាននៅក្នុងកម្មវិធីជ្រែកជញ្ជាំងយើងទេបាទអត់ដែរទេបាទនេះជាលើកទី1ដែលខ្ញុំបាទមានវត្តមាននៅក្នុងកម្មវិធីជ្រែកជញ្ជាំងអត់ទេបងដូចមិនមែនលើកទី1ទេមែនទេដូចជាលើកដំបូងទេមែនទេបងខ្ញុំនិយាយតែដល់វិញបាទហើយបាទឌីសាយទេបាទលីននេះក៏ស្រស់សោភាទៅទៀតបាទច្រៀងពីរោះហើយរូបរាងស្អាតមុខស្អាតច្រមុះស្អាតចាអរគុណបាទលេខទូរស័ព្ទប៉ុន្មានដែរអូនមិនត្រូវសួរទេមិនកើតទេសួរទៅអីបងវិវត្តឲ្យប៉ុណ្្នឹងហើយគាត់សួរមិនប្រាប់ទេតែលេខទូរស័ព្ទគាត់មិនសន់សុកទេចាំខ្ញុំទៅយកខ្លួនឯងចាអត់អីបងឲ្យទាំងពីរហ្មងអូឲ្យទាំងពីរបងដូចថាពេលខ្ញុំទៅវិញអញ្ចឹងទៅការឡើងម្ដងទៀតថាសុបាយទេបងចង់មកម្ដងទៀតខំតាមឯងអញ្ចឹងណាអញ្ចឹងហ្នឹងណាទៅមានគំនិតអីអាក្រក់លោកហើយហ្នឹងហើយអូខេចុះលោកសិតវិញបាទយ៉ានីនលោកសិតវិញអត់អីទេអត់មានភ័យតប់ស្លាប់អីអូលោកយ៉ានីនណាបាទលោកយ៉ានីនបាទសើតិចសើតបាទអូឥឡូវទាំង3នាក់ក្រុមក្រហមនេះណាគឺជាមេក្រុមបាទតំណាងមួយមកហើយលោក Solido លោក Solido ចុះឥឡូវខ្ញុំបាទសួរថាតើសង្ឃឹមប្រមាណភាគរយថាយើងនឹងកាន់ខ្សែក្រវ៉ាត់ពីកម្មវិធីយើងបានដែលមានទឹកប្រាក់60,000រៀល
ចំពោះរូបខ្ញុំបាទសូលីដូគឺសង្ឃឹម 90% ញ៉ា ចេះតែកៅហើយខ្ញុំឆ្លោះចកេះមួយណា លេងកម្មវិធីនេះតើតែយើងមានសង្ឃឹមបានឈ្នះ បាទ បើសិនជាគ្មានសង្ឃឹមទេมันអាចលេងបានទេប្រហែលជាខ្យល់កក៏ថាបានដែរបាទ អញ្ចឹងសូមបង្ហាញទៅទៀតថាការអះអាងរបស់លោក Solido តំណាងឲ្យក្រុមក្រហមនេះ 90% ពិតដូចមាត់ដែរឬអត់សូមទៅសួរមួយក្រុមទៀតនោះគឺក្រុមពណ៌ខៀវ សូមរំជិនអូនបើស្ងួនអូនមិនថាខោចែវគេតពីតាសយាសង្ហាចូលរំបត់សម័យនេះអូនកុំសើចបងខោស្នងតែចងដៃរំចិត្តអូននាងកុំភ័យមូជោតនឹងដៃមិនរបូតឡើយណាខោធ្នេ5ខោធ្នេ5ទីតាមចំណាប់បានបពីតាអូយស្រួលអងចាពីយើងត្រូវការមិនពីបានទេមិនដូចខោបុយខោបាត់ខោផៅក៏រឹកលួចពីទេពីបាអូនថែថ្លៃណាស់អូនអើយទីបាទសូមស្វាគមន៍បាទស្វាគមន៍ចំពោះក្រុមបាទ សូមស្វាគមន៍បាទហ្នឹងហើយលោកសិតទៅចុងដែរបាទហ្នឹងហើយឈុនហ្នឹងបាទហ្នឹងតាមដូចកម្មចដាយហ្នឹងត្រូវហើយ DJ Black មិញថាខោធ្នេ5ណាខ្ញុំឃើញឡើង7 8មកមិញលហែកអស់2 3ទៅធ្វើដេហើយហ្នឹង បិញខោដាច់2 3នោះមិញបានខ្លាយទៅជាធ្នេ5បាទគេតាំងពីដូនតាមកបកកាឆ្លៀកប៉ុន្តែបោកទឹកដូចបង AB និយាយថាអត់ដែលបោកទឹកទេ អូអាហ្នឹងយើងឆ្លៀកយើងបោកទឹក បាទឆ្លៀកបោកទឹក អត់ទេឲ្យតែឆ្លៀកបោកទឹកបាទមើលលោកសិត DJ Black ហើយនិង Star Vita ណាអូនណាបាទទាំង3នាក់សម្រាប់គឺក្រុមខៀវវិញគឺថាសិតតែថ្មីជ្រើងតែម្ដងបទពិសោធន៍នេះគឺថាលើកទី1ហើយសម្រាប់ជ្រែកជញ្ជាំងបាទ បាទ ជឿជាក់ប្រហែលភាគរយបាទផ្ដួលខាងក្រហមពួកគេហ្នឹងគេសង្ឃឹម 90% បាទខ្ញុំសង្ឃឹម 91% បាទ អូយ លើ1% បាទឥឡូវនេះសូមជម្រាបដល់ទាំងពីរក្រុមផងដែរថា 90% និង 91% មិនទាន់ច្បាស់ទេប៉ុន្តែជ្រែកជញ្ជាំងយើងឥឡូវគឺអត់ដូចពីមុនទេមិនមែនលេងតែមួយជញ្ជាំងទេដើម្បីคลายទៅជាម្ចាស់ទឹកប្រាក់ 60,000 រៀលគឺយើងត្រូវទៅប្រឈមនឹងកណ្ដាប់ដៃមហិមាសិនហើយចំណែកមុននឹងទៅជួបកណ្ដាប់ដៃមហិមានេះយើងជួបនឹងជញ្ជាំង3ទឹកសិនបាទសម្រាប់ជញ្ជាំងទី1របស់យើងទឹកទី1នេះគឺជញ្ជាំងភ្លុះ ជញ្ជាំងភ្លោះគឺតម្រូវបេក្ខជន2រូបឡើងទៅលេង បាទ វិញ្ញាសាទី1នេះហើយយើងនឹងប្រកល់ជូន10បន្ទុកបើសិនជាទាំង2នាក់ដែលឡើងទៅឆ្លងកាត់ជញ្ជាំងភ្លោះរបស់យើងធ្វើបានត្រូវមិនបាក់បែកស្នោត្រូវទីតាំងមិនចេញពីតំបន់ play area ទេមិនធ្លាក់ទឹកទទួលបានបន្ទុកពេញតែម្ដង ខៀវនិងក្រហមអ្នកណាទៅយក10បន្ទុកមុនបាទ ចង់ឲ្យខៀវទៅមុនមិនដែរអត់ទេគេថាមកមុនរហូតព្រោះអីមិញ បាទ រំលីងចាំងជីមកក៏ហៅមកមុនឥឡូវ បាទ ឲ្យទៅមុនម្ដងទៀតដើម្បីផ្លាស់ប្ដូរទៅអីសូមជម្រាបពេលខ្លះយើងទៅមុនយើងបានស្រួល បាទ ហ្នឹងហើយ ចឹងអញ្ចឹង យ៉ាងស្រួល ចឹង ទៅមុនភាគច្រើនដល់ស្រួល ពីរនាក់បាទយ៉ានីនជាមួយនឹងលីនីឬក៏បងសូលីដូ អូគេឲ្យប្រផង បា ទៅ ត់ មុ សុ ន ំចេញមុន អូខេ ចា អញ្ចឹងស្រេចថា បាទ យ៉ានីនហើយនឹងបងសូលីដូណា បាទចាញ់មុនដល់ស្រួលលោកសូលីដូជួយខ្ញុំបាទ សូមទៅកាន់ទីតាំង បាទសូមបង្ហាញជញ្ជាំង ក្រហមធ្លាក់ទឹកហើយបាទក្រហមធ្លាក់ទឹកក្រហមធ្លាក់ទឹកធ្លាក់បាទគណិនបាទក្រហមវាធ្លាក់ទឹកហើយ ស្វាគ
មចិញ្ចាំងដំបង Solido និង Janin អូយបងភា Solido អូនគិតថាស្មានតែបងវត្តនៅពេលនេះអ្នកដែលគួរឲ្យខឹងជាងគេនៅក្នុងក្រុមគឺ Janin អូយបងភាឯងប៉ិនខឹងគេហ៎បងតាមពិតទៅឆាប់ខឹងឆាប់ចាស់ដឹងនៅខ្ញុំណេះមិនចង់ខឹងទេប៉ុន្តែ Janin នេះណា មើងងាយចិញ្ចាំងយើងដោយបែកក្នុងដាក់ចិញ្ចាំងនេះគេត្រូវបញ្ឈរជើងឆ្វេងបោះជើងស្ដាំឡើងលើមិនត្រូវបញ្ឈរជើងស្ដាំបោះជើងឆ្វេងបែកក្រោយអញ្ចឹងឡើយរឿងអីមិនពីន័យទៅអូយបងភាដឹងហ៎អ្នកដែលចូលបានល្អជាងគេគឺបងណលីដូនេះគឺជាស្នេហ៍ដោះស្រាយរបស់គាត់ទេអ្នកណាក៏ដោយនៅពេលដែលឃើញអាសន្នតែងតែស្រន់ស្លោ ដូចជាលបងលីដូជាដើមអូយសុំចូលប្រុសនេះសិនអើយប្រុសនេះល្អជាងគេ លោកយ៉ានីនមីញ៉ាំក្រោយគាត់ថាទៅបែកខ្នងមកបែកមុខអេមបាត់ហើយ បាទមីងក្រហមគាត់ថាគាត់ក្តៅពេកមកពីផ្ទះគាត់ចង់ហក់ទឹកលេងហ្នឹងណា ឆ្លងបានមួយលោក Solido គឺថាឆ្លងបានយ៉ាងត្រឹមត្រូវតាមរូបរាងហើយលោកយ៉ានីនក៏ព្យាយាមណាស់ដែរប៉ុន្តែគាត់ឲ្យខុសបច្ចេកទេសតិចបាទសូមជូនអ្នកដែលនៅលើគោកជូនបានច្បាស់ហើយណាបាទជូនតាមសនំពរគ្នាយើង5ពិន្ទុបាទហើយខាងខៀវបាទ បន្ទុកពីខាងក្រហមទទួលបានឥឡូវបែរមកខាងពណ៌ខៀវវិញម្ដងចាំមកប្រហែលបន្ទុកនៅក្នុងវគ្គនេះបាទ 10ច្បាស់ហើយបាទលេខខ្លួនឯង លេខខ្លួនឯងទៅបាទច្បាស់បាទ ខាងនោះមិនខុសលេងហី មុនឥឡូវខាងនេះប្រុសដែរដូចគ្នា បាទប្រុសដូចគ្នាបាទ អញ្ចឹងហ៎ ឥឡូវលោកសិតហើយនឹង DJ Black ត្រៀមហើយ ហ្នឹងហើយ បាទសូមទៅកាន់ទីតាំងសូមបង្ហាញជញ្ជាំងបញ្ឈរជង្គង់មួយបាទជើងអេបញ្ឆាយ ក្រុមពណ៌ខៀវ DJ Black និងលបងសិត មើលទៅដូចជាមួយយ៉ាងម្នាក់ទេឃើញខាងក្រុមក្រហមបច្ឆះឥឡូវនេះខាងក្រុមខៀវក៏ចង់បច្ឆះដូចគ្នាដែរ DJ Black សូមជម្រាបទៅចោះរូបភាពដែលលបងធ្វើនេះគឺមិនត្រឹមត្រូវឡើយរូបភាពនេះគេត្រូវលុតជង្គង់ហើយបោះជើងទៅក្រោយដូចជាខ្យាដំរីអញ្ចឹងណាមិនមែនក្រាបអញ្ចឹងទេចំណែកលបងសិតវិញក៏មិនត្រឹមត្រូវ 100% ដែររូបភាពនេះត្រូវបន្ទុចជង្គង់បន្តិចមិនដល់ថ្នាក់លុតជង្គង់ទេមើលទៅចិញ្ចាំងចឹងហាក់ដូចជាខាង DJ Black ម្យ៉ាងដែរព្រោះថានៅពេលដែលឆ្លងផុតហើយអើយឡើងវិលខ្ញាល់តែម្ដងនេះ តាមរូបភាពសារឡើងវិញនៅតាមអ្នកអធិប្បាយរបស់យើងគឺថាលោកសិតគឺគាត់ត្រូវឈរឲ្យធ្វើជើងចេះបាទធ្វើចេះមិនដល់ថ្នាក់លុតជង្គង់ទេហើយចំណែក DJ Black ហ៎បាទហើយអត់បច្ឆះឡើងលើអញ្ចឹងទេត្រូវផ្កាប់ចុះចេះ ដូចចំណែនខាងក្រហមចំណែនយ៉ានីនបច្ឆះមុខមកក្រោយបាទ Black លើមកក្រោមដែរបាទតាមក្រហមមែនបាទ ចឹងទាំងរូបភាពរូបរាងអីគឺខុសទាំងស្រុងតែម្ដងប៉ុន្តែគ្រាន់តែថាបានឆ្លងរួចมันខូចខាតចិញ្ចាំងมันធ្លាក់ទឹកប៉ុន្តែគឺខុសរូបរាងអញ្ចឹងបន្ទុក10មិនបានទេសូមជូន3បន្ទុកបាទពីព្រោះអត់មានរូបរាងណាស្តៀងទេរូបគេឈរយើងលឹកជង្គង់រូបគេផ្កាប់មុខយើងបច្ឆះមកវិញបាទចឹងខុសទាំងស្រុងតែម្ដងបាទ មិនធ្វើទេចំពោះបេក្ខជនទាំងពីរក្រុមគឺយើងនៅមានបន្ទុក20បន្ទុក30ដែលយើងប្រើជូននៅវគ្គក្រោយៗបាទពីពេលនេះពីកម្មវិធីកសូមអនុញ្ញាតសម្រាប់មួយ clip ផងដែរ